សួស្តីបងប្អូនអរគ្នាតាក់ទងនឹងការ propose product របស់យើងទៅឲ្យភ្ញៀវយើងត្រូវដឹងរឿងពីររឿងទី1 product feature និង product benefit product feature មានន័យថាឧទាហរណ៍ប្រទេសល្បីមួយមានខ្នាតប្រមាណមានប្រមាណជាន់មានប្រមាណបន្ទប់គេមានប្រមាណបន្ទប់គេមានប្រមាណបន្ទប់ទឹកមានចង្ក្រានបាយទំហំប៉ុន្មានអានេះជា feature តាក់ទងនឹងផ្ទះល្វែងមួយហើយតាក់ទងនឹង benefit ដូចថាផ្ទះហ្នឹងនៅក្បែរសាលារៀនក្បែរមន្ទីរពេទ្យក្បែរផ្សារក្បែរកន្លែងហាង mall អញ្ចឹងជា benefit ដែលយើងត្រូវលក់ឲ្យភ្ញៀវរាល់ការទិញទាំងអស់វាហាក់ដូចជាជញ្ជីងមួយអញ្ចឹងរាល់ប្រដាប់មួយដូចជញ្ជីងមួយអញ្ចឹងជញ្ជីងបូលខាងនេះគឺវាថាភ្ញៀវ headផលដែលភ្ញៀវអត់ទិញ headផលដែលភ្ញៀវអត់ទិញមានអីខ្លះ headផលដែលទិញមានបើគាត់អត់ទិញចឹងនិយាយថាបើគាត់អត់ទិញគឺគាត់មានអារម្មណ៍ថា product ហ្នឹងមិនអាចដោះស្រាយបញ្ហាគាត់បានគាត់អត់ទិញទេទី1ទី2 product ហ្នឹងគាត់មិនទុកចិត្តគាត់ទុកចិត្តថា product ហ្នឹងល្អទី3អាចថា product ហ្នឹងទិញទៅវាថ្លៃជាងគេអញ្ចឹងគាត់អាចរកពេលគាត់ទិញហើយគាត់អាចថាទិញហើយខុសតម្លៃហ្នឹងអាចទៅរកកន្លែងផ្សេងបានថោកជាងមុនអញ្ចឹងhead pod ដែលភ្ញៀវទិញគឺនៅខាងនេះ head pod ដែលភ្ញៀវទិញយើងមានពីរមូលហេតុទី1អារម្មណ៍ដែលធ្វើឲ្យភ្ញៀវទិញឬក៏ប្រដាប់ចំណុចមួយទៀតគឺពេលដែលគាត់ទិញហើយជីវិតគាត់ល្អជាងមុនយ៉ាងម៉េចអញ្ចឹងយើងត្រូវរកឲ្យឃើញពេលឧទាហរណ៍យើងលក់ software ឲ្យគាត់មួយតាក់ទងនឹង software តាមដានការលក់ជាប្រចាំថ្ងៃ software យើងអាចជួយឲ្យគាត់ពិនិត្យទិន្នន័យ report ចំណូលចំណាយគាត់បានគ្រប់ទីកន្លែងឃើញទេអាចឲ្យគាត់មើល stock ដឹងថាមួយណាអស់មួយណានៅអញ្ចឹង software យើងអាចដោះស្រាយបញ្ហាគាត់ហើយគាត់អាចបិទបញ្ជីរាល់ខែលឿនអញ្ចឹងអត់ចំណាយពេលដើម្បីឲ្យគាត់ទៅចាយលុយច្រើនដើម្បីឲ្យគាត់ជួលកណីទេគឺ software យើងអាចមើលនៅប្រទេសណាក៏បានហើយងាយស្រួលប្រើងាយស្រួល install ងាយស្រួលជួល stock អញ្ចឹងនៅពេលដែល head poll ដែលគាត់ធ្វើឲ្យជីវិតគាត់ប្រសើរជាងមុនធំជាង head poll ដែលគាត់ទិញគាត់នឹងសម្រេចចិត្តទិញយើងហើយមានរឿងមួយទៀតដែលយើងត្រូវដឹងមានរឿងមួយទៀតយើងត្រូវធ្វើឲ្យភ្ញៀវយើងសម្រេចចិត្តទិញភ្លាមគឺ promotion ឧទាហរណ៍ក្នុងពេលជជែកគ្នាជាមួយគាត់យើងអ្នកលក់យើងត្រូវមាន promotion យើងត្រូវប្រាប់គាត់ថាhere ផលិតផលនេះណាជាទូទៅក្រុមហ៊ុនចំណាយលុយធ្វើ marketing 20% ថ្ងៃនេះខ្ញុំមកជួប here បើសិនជា here សម្រាប់ចិត្តថ្ងៃនេះខ្ញុំចោះជូន here 20% ប៉ុន្តែតែថ្ងៃហ្នឹងទេប៉ុន្តែបើស្អែកឡើង here សម្រាប់ចិត្តទិញគឺតម្លៃពេញអញ្ចឹងដើម្បីឲ្យភ្ញៀវសម្រាប់ចិត្តទិញឲ្យលឿនគឺយើងត្រូវមាន promotion អញ្ចឹងចំណុចនេះចំណុចសំខាន់ដែលយើងអាចpropose ផលិតផលយើងឲ្យជូនភ្ញៀវយើងបានឲ្យត្រូវតាមតម្រូវចិត្តរបស់គាត់អញ្ចឹងរកការ propose ផលិតផលឲ្យភ្ញៀវមួយយើងត្រូវរកមូលហេតុឲ្យឃើញយើងរកចំណុចខ្លឹមឲ្យឃើញចំណុចដែលភ្ញៀវបារម្ភក្នុងករណីមួយឧទាហរណ៍ផលិតផលរបស់យើងប៉ុន្តែភ្ញៀវឲ្យក្តីសំខាន់ទៅលើឧទាហរណ៍ភ្ញៀវក៏ចង់ទិញ notebook មួយប៉ុន្តែភ្ញៀវឲ្យក្តីសំខាន់ទៅលើអីទៅលើយីហោគាត់ចង់បានយីហោល្បីប៉ុន្តែ notebook យើងអត់សូវល្បីតែយើងធ្វើម៉េចចំណុចដែលយើងអាចធ្វើយើងមាន technique មួយហៅ delete insert up and down អញ្ចឹងដើម្បីលក់ផលិតផលយើងបានត្រូវមាន technique ហ្នឹងទី1 delete មានថាយើងត្រូវប្រាប់គាត់ថា here ផលិតផលណាក៏ផលិតនៅចិនដែរសំខាន់ here ដែលធ្លាប់ប្រើអស់ថ្មអត់ឃើញទេប្រើទូគុំ notebook អស់ថ្មហើយវាធ្លាប់អត់ហ្នឹងហើយអញ្ចឹងយើងចាប់ដើម insert ចូល insert អ្វីដែលរបស់យើងសំខាន់បានបើយើងមានប្រើថ្មបានយូរណាhere ធ្លាប់ប្រើឲ្យគាំងអត់ខូចអត់អញ្ចឹងខ្ញុំក្រុមហ៊ុនខ្ញុំមានការធានាជូនhereជួសជុលធានាសេវាកម្មជូនhereជួសជុលដោះដូរជូនhere អញ្ចឹងចំណុចសំខាន់គឺធ្វើម៉េច
យើងអាចធ្វើឲ្យភ្ញៀវយើងមានទំនុកចិត្តទៅលើផលិតផលរបស់យើងហើយចំពោះអ្នកលក់យើងត្រូវលក់ផលិតផលដែលល្អយើងលក់ផលិតផលល្អជូនភ្ញៀវយើងអញ្ចឹងបងប្អូនដែលមានជំនាញការលក់ទោះបីជាយើងចង់លក់អីក៏យើងលក់បានដែរបងប្អូនយើងអាចលក់បានគ្រប់មុខទំនិញទាំងអស់យើងមានជំនាញខាងលក់អញ្ចឹងអរគុណសម្រាប់ការតាមដានណា